បើទោះបីជាប្រទេសរបស់យើងមានជំនឿលើបកនេះបកនោះសាសនានេះសាសនានោះឬមានជាតិសញ្ជាតិខុសៗគ្នាដែលរស់នៅលើទឹកដីរបស់យើងក៏ប៉ុន្តែការពិនិត្យព្យាបាលជំងឺគឺអត់មានពណ៌សម្បុរនយោបាយអត់មានពណ៌សម្បុរជាតិសាសន៍ឬសាសនានោះទេជាពិសេសវ៉ាក់សាំងនៅកម្ពុជាអត់មានការរើសអើងទេទោះបីឥឡូវយើងពិនិត្យមើលបើទោះបីជាយើងបោះឆ្នោតកន្លងទៅមាន17គណៈបកនយោបាយក្នុង17គណៈបកនយោបាយគណៈបកណាក៏មានសម្លេងឆ្នោតដែរគ្រាន់តែច្រើននឹងតិចតែប៉ុណ្ណោះប៉ុន្តែសួរថាតើអ្នកបោះឆ្នោតទាំងនោះបានទទួលចាក់វ៉ាក់សាំងឬអត់ចំណុចនេះគឺជាចំណុចដែលគេត្រូវមើលឃើញអំពីរបៀបដោះស្រាយរបស់កម្ពុជាបើទោះបីជាជំនឿសាសនាខុសគ្នាបើទោះបីជាជំនឿលើបកនយោបាយខុសគ្នាក៏ប៉ុន្តែយើងមានតម្រូវការដូចគ្នានៅត្រង់ថាការរស់រានមានជីវិតការមិនឲ្យមានការឆ្លងជំងឺ Covid ចំណុចនេះគឺមានចំណុចរួមដូចគ្នាអញ្ចឹងរាជរដ្ឋាភិបាលក៏ត្រូវបម្រើទៅលើគោលដៅនោះ